Thailand's unilateral border closure sparks confusion and criticism. Thailand's unilateral border closure sparks confusion and criticism. បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាចំណងជើងដែលយើងនឹងត្រូវសិក្សាបកប្រែនៅក្នុងថ្ងៃនេះហើយកសែតនេះគឺខ្ញុំដកស្រង់ចេញមកពីកសែត Cambodian Nest បាទហើយទើបតែនឹងចេញផ្សាយនៅថ្ងៃទី7ម៉ោង7:44នាទីល្ងាចព័ត៌មានក្តៅៗតាក់ទងទៅនឹងការបិទព្រំដែនជាឯកតោភាគីរបស់ថៃបាទយើងមើលទៅលើចំណងជើងនេះគេថា closure នេះការបិទ closure នេះការបិទ border ព្រំដែនការបិទព្រំដែន unilateral នេះយើងបកថាជាឯកតោភាគី unilateral ជាឯកតោភាគីអញ្ចឹងការបិទព្រំដែនជាឯកតោភាគីរបស់ថៃ spark នេះបើសិនជាយើងបកឲ្យមែនតើទៅយើងបកថាបញ្ឆេះ spark ហ្នឹងបញ្ឆេះធ្វើឲ្យមានព្រាយភ្លើងធ្វើឲ្យមានអីហ្នឹង sparks តែនៅកន្លែងនេះយើងបកសាមញ្ញងាយស្ដាប់ទៅថាបង្ក sparks បង្ក confusion ការច្របូកច្របល់ការភ័ន្តច្រឡំការច្របូកច្របល់ and criticism ហើយនឹងការរិះគន់ confusion នេះការភ័ន្តច្រឡំការច្របូកច្របល់ criticism ការរិះគន់ចឹងយើងបកប្រែមកថាការបិទព្រំដែនជាឯកតោភាគីរបស់ថៃបង្កឲ្យមានការច្របូកច្របល់ហើយនឹងការរិះគន់នេះជារូបភាពដែលយើងមើលបាទនេះម៉ោង7:44នាទីល្ងាចនៅថ្ងៃទី7ហ្នឹងភ្នំពេញ Thailand's decision on June 7 to unilaterally close the border along with announcing adjustments to the timing of border openings and closings with Cambodia has sparked confusion and criticism. Phnom Penh, Thailand's decision on June 7 to unilaterally close the border along with announcing adjustments to the timing of border openings and closings with Cambodia has sparked confusion and criticism ទីក្រុងភ្នំពេញការសម្រេចចិត្ត decision ការសម្រេចចិត្តរបស់ថៃ Thailand decision ការសម្រេចចិត្តរបស់ប្រទេសថៃ on June 7 កាលពីថ្ងៃទី7មិថុនា to unilaterally close the border ដើម្បីបិទ the border ដើម្បីបិទព្រំដែនជាឯកតោភាគី unilaterally នេះជា adverb ចំណងជើងយើងឃើញមិញ unilateral ជា adjective along with announcing adjustment to the timing of border opening and closings with Cambodia រួមទាំង along with ហ្នឹងរួមទាំង announcing ការប្រកាសរួមទាំងការប្រកាស along with announcing រួមទាំងការប្រកាស adjustment ការកែតម្រូវ adjust ហ្នឹងកែតម្រូវ adjustment ការកែតម្រូវ to the timing ទៅលើរឿងពេលវេលា timing ពេលវេលា of border openings នៃការបើក and closing ហើយនឹងការបិទព្រំដែនអញ្ចឹងយើងបកមកថារួមទាំងការប្រកាសកែតម្រូវពេលវេលានៃការបើកការបិទព្រំដែន with Cambodia ជាមួយនឹងប្រទេសកម្ពុជា has sparked confusion and criticism បណ្ដាលឲ្យបង្កឲ្យមានការច្របូកច្របល់ហើយនឹងការរិះគន់ confusion យើងឃើញខាងលើ criticism ក៏យើងឃើញចំណងជើងមិញ confusion នេះយើងបកថាការច្របូកច្របល់ការភ័ន្តច្រឡំហើយនឹងការរិះគន់អញ្ចឹងយើងបកមកថាទីក្រុងភ្នំពេញការសម្រេចចិត្តរបស់ប្រទេសថៃកាលពីថ្ងៃទី7មិថុនាដើម្បីបិទព្រំដែនជាឯកតោភាគីរួមមានទាំងការប្រកាសកែតម្រូវពេលវេលានៃការបើកការបិទព្រំដែនជាមួយកម្ពុជាបណ្ដាលឲ្យមាន
ការច្បុកច្បល់ហើយនឹងការរិះគន់បន្ទាយមានជ័យ Provincial Governor អ៊ុំរាត្រី said Thai authorities made a unilateral decision to abruptly close the Poi Pait International Gate in the afternoon of June 7 without providing official notification to the Cambodian side. Meanwhile, it also announced it would reduce the border opening hours from 6 a.m. to 8 a.m. and the closing hours from 10 p.m. to 4 p.m. starting tomorrow យើងមើលទៅទង្វែងបន្តិចបាទបន្ទាយមានជ័យ Provincial Governor អ៊ុំរិត្រី said Thai authorities made a unilateral decision to abruptly close the Poi Pait International Gate in the afternoon of June 7 without providing official notification to the Cambodian side. Meanwhile, it also announced it would reduce the border opening hours from 6 a.m. to 8 a.m. and the closing hours from 10 p.m. to 4 p.m. starting tomorrow. Provincial Governor នេះយើងមកថាអភិបាលខេត្ត Provincial Governor អភិបាលខេត្តបន្ទាយមានជ័យគឺលោកអ៊ុំរិត្រីអភិបាលខេត្តបន្ទាយមានជ័យ Provincial Governor អភិបាលខេត្តបន្ទាយមានជ័យគឺលោកអ៊ុំរិត្រីបានមានប្រសាសន៍ថាឯកឧត្តមហ្នឹងបាទ Thai authorities អាជ្ញាធរថៃ authority អាជ្ញាធរ authorities ជា plural អាជ្ញាធរថៃ made a unilateral decision made a decision ហ្នឹងយើងบอกថាសម្រេចចិត្តធ្វើការសម្រេចចិត្តអញ្ចឹងយើងบอกថាត្រឹមតែសម្រេចចិត្តអាជ្ញាធរថៃសម្រេចចិត្តជាឯកតោភាគី unilateral to abruptly close the Poi Pait International Gate ដើម្បីបិទច្រកអន្តរជាតិ Poi Pait International អន្តរជាតិ Gate នេះច្រក Poi Pait អន្តរជាតិ Poi Pait abruptly យើងบอกថាភ្លាមយើងមកបកក្រោយយើងមក abruptly ភ្លាមអាជ្ញាធរថៃបានបិទបានសម្រេចចិត្តជាឯកតោភាគីដើម្បីបិទច្រកអន្តរជាតិ Poi Pait ភ្លាមin the afternoon of June 7 នៅពេលរសៀលថ្ងៃទី7មិថុនា without providing official notification ដោយមិនមាន without ដោយមិនមាន providing ដោយមិនមានការផ្ដល់ provide ផ្ដល់តែដោយសារវានៅក្រោយ preposition without នេះយើងបំលែងវាទៅជា ing without providing ដោយមិនមានផ្ដល់ការជូនដំណឹង notification ការជូនដំណឹង notification ការជូនដំណឹង official ជាផ្លូវការ without providing official notification ដោយមិនមានការផ្ដល់ព័ត៌មានជាផ្លូវការ to the Cambodian side ទៅខាងភាគីកម្ពុជា side នេះយើងบอกថាភាគី Cambodian side ភាគីកម្ពុជា Meanwhile ទន្ទឹមនឹងនេះ it also announced it would reduce the border opening hours from 6 a.m. to 8 a.m. ទន្ទឹមនឹងនេះ it also announced ថៃ it ហ្នឹងគឺវាហ្នឹងគឺជំនួសឲ្យថៃ it also វាក៏ប្រកាស announce ប្រកាសប្រទេសថៃក៏បានប្រកាស it would reduce the border opening hour ខ្លួនអាចនឹងកាត់បន្ថយ reduce កាត់បន្ថយ opening hour ម៉ោងបើក opening hour នេះម៉ោង opening បើកព្រំដែនម៉ោងបើកព្រំដែន from 6 a.m. to 8 a.m. ពីម៉ោង6ព្រឹកទៅម៉ោង8ព្រឹក and the closing hour ហើយនឹងម៉ោងបិទ closing បិទ hours បិទ closing បិទ hour ម៉ោងបិទ from 10 p.m. to 4 p.m. ពីម៉ោង10យប់ទៅម៉ោង4ល្ងាច starting tomorrow ដោយចាប់ផ្ដើមពីថ្ងៃស្អែកអភិបាលខេត្តបន្ទាយមានជ័យគឺលោកអ៊ុំរិត្រីបានមានប្រសាសន៍ថាអាជ្ញាធរថៃបានសម្រេចចិត្តជាឯកតោភាគីដើម្បីបិទច្រកអន្តរជាតិ Poi Pait ភ្លាម
នៅរសៀលថ្ងៃទី7 មិថុនាដោយមិនបានផ្ដល់នូវការជូនដំណឹងជាផ្លូវការទៅកាន់ភាគីកម្ពុជាឡើយទន្ទឹមនឹងនេះខ្លួនក៏បានប្រកាសថាខ្លួននឹងអាចកាត់បន្ថយនៅម៉ោងបើកព្រំដែនពីម៉ោង6 ព្រឹកទៅម៉ោង8 ព្រឹកហើយនឹងម៉ោងបិទពីម៉ោង10 យប់ទៅម៉ោង4 រសៀលដែលចាប់ផ្ដើមពីថ្ងៃស្អែក Ritrey said, I have reached out to the Thai authorities. They have permitted our citizens to exit Thai territory by 8 p.m. Regarding tomorrow, as previously announced, it will open at 8 a.m. and close at 4 p.m. Retray said, I have reached out to the Thai authorities. They have permitted our citizens to exit Thai territory by 8 p.m. Regarding tomorrow, as previously announced, it will open at 8 a.m. and close at 4 p.m. លោក Retray បានមានប្រសាសន៍ថា I have reached out to the Thai authority reach out to នេះបកថា contact តាក់ទង reach out to somebody ស្មើនឹងពាក្យ contact តាក់ទងនរណាម្នាក់ខ្ញុំបានតាក់ទងទៅអាជ្ញាធរថៃ authorities អាជ្ញាធរថៃ they have permitted our citizens to exit Thai territory by 8 p.m. ពួកគេបានអនុញ្ញាត permit អនុញ្ញាត permit អនុញ្ញាតពួកគេបានអនុញ្ញាតឲ្យ citizen ប្រជាពលរដ្ឋ citizen ប្រជាពលរដ្ឋរបស់ពួកយើង our citizen to exit ដើម្បីចាកចេញពីទឹកដីថៃ Thai territory territory នេះយើងបកទៅទឹកដីអញ្ចឹងទៅ territory បើយើងបកថាបូរណភាពទឹកដី Thai territory ទឹកដីថៃ by 8 p.m. មុនម៉ោង8 យប់ regarding tomorrow តកតងទៅនឹងថ្ងៃស្អែក regarding tomorrow តកតងថ្ងៃស្អែក as previously announced ដោយដែលបានប្រកាស announce ប្រកាសកាលពីពេលមុន previously ពីពេលមុន it will open ថៃនឹងបើក at 8 am ថៃនឹងបើក it នឹងខ្លួនវានឹងគឺថៃនឹងថៃនឹងបើកនៅម៉ោង8 ព្រឹក and close at 4 p.m. ហើយនឹងបិទវិញនៅម៉ោង4 ល្ងាចបាទដើម្បីកុំឲ្យយើងវែងពេកយើងបកកសែតនឹងប៉ុណ្ណឹងបាទហើយឧត្តមរាត្រីបានមានប្រសាសន៍ថាខ្ញុំបានតាក់ទងទៅអាជ្ញាធរថៃហើយពួកគេបានអនុញ្ញាតឲ្យប្រជាពលរដ្ឋយើងចាកចេញពីទឹកដីថៃមុនម៉ោង8 យប់ហើយតាក់ទងទៅនឹងថ្ងៃស្អែកនោះដោយតែបានប្រកាសពីមុនមកអញ្ចឹងថៃនឹងបើកនៅម៉ោង8 ព្រឹកហើយបិទនៅម៉ោង4 ល្ងាចបាទសូមអរគុណសម្រាប់ការគាំទ្រ